ខាងនងហ្មងគឺធ្លាប់មានគេធ្វើពិធីបូជាញាញ់ដោយដុតមនុស្សដុតអីសម្រាប់មនុស្សដើម្បីបូជាទៅកាន់អ្នកតាអីចឹងណាហ្នឹងពិធីនោះគេធ្វើទៅលើតាអ្នកដែលមានទោសធ្ងន់ណាដូចជាអ្នកដែលគាត់មានទោសណាដែលមិនអាចសម្រាលបានចឹងទៅហើយមុនពេលដែលគេយកគាត់ទៅបូជាអញ្ចឹងគេឲ្យគាត់ចាច់ញ៉ាំអីដែលគាត់ចង់ញ៉ាំធ្វើអីដែលគាត់ចង់ធ្វើចេញទៅផ្លូវក្រោយអត់ការទេមិនមុំតែបានដើរចូលបានអត់ទៅជួយសួរពុកម៉ែបងប្អូនអរគ្នាឥឡូវគឺខ្ញុំបានមកដល់ខេត្តព្រៃវែងហើយហ្នឹងបងប្អូនខ្លះហើយជាទីដឹងហើយថាខ្ញុំកំពុងនៅទីណាគឺខ្ញុំកំពុងតែនៅបាភ្នំបងប្អូនស្គាល់អត់ដែលអ្នកខ្លះគេហៅថាជាទីតាំងដែលទឹកដីខ្មែរត្បូងណាគឺគេគិតថាជាជាក់ថានគរភ្នំហ្នឹងគឺស្ថិតនៅស្រុកបាភ្នំនេះឯងបងប្អូនហើយខ្ញុំតែងតែនិយាយនៅក្នុងវីដេអូខ្ញុំថាប្រវត្តិពាក់ព័ន្ធជាមួយនឹងការកកើតទឹកដីខ្មែរហ្នឹងគឺអត់ទាន់បែកញែកដាច់ចែកគ្នាទេខ្លះថានៅសៀមរាបខ្លះថានៅព្រៃវែងខ្លះថានៅតកៅទៅនៅអីចឹងទៅអាហ្នឹងយើងអាចធ្វើការស្រាវជ្រាវថែមទីនេះស្រុកបាភ្នំនេះបើសិនជាបងប្អូនជាអ្នកដែលមើលរឿងធ្លាប់មើលរឿងទុំទាវតែខ្ញុំជឿជាក់ថាបងប្អូនពីច្រើនក៏ជាធ្លាប់មើលរឿងទុំទាវគឺជាស្រុកកំណើតរបស់ទុំគឺមានស្រុកកំណើតចេញពីទឹកដីស្រុកបាភ្នំនេះឯងដល់នេះអត់មានមនុស្សសោះបងប្អូនខ្ញុំអត់ភើតបងប្អូនឃើញទេធំឆ្មាក់ដល់ហើយការទៅភ្នំកលែននោះពណ៌ខៀវមាននេះពណ៌ក្រហមម្ដងទៅបាភ្នំនេះគឺគេជឿជាក់ទៅលើអ្នកតាច្រើនរូបណាប៉ុន្តែគេជឿជាក់ថាអ្នកតាដែលមានអាយុចាស់ជាងគេហ្នឹងគឺមានឈ្មោះថាអ្នកតាមេសមុខនៅនេះកាចសាហាវណាដល់គ្នាគ្រាន់តែប៉ះសាច់យើងភ្លាមគឺចាក់ជ្រឿកយកដល់និយាយទៅចំពោះភ្នំឈើកាច់នេះគឺជាគេហៅថាកម្រងជួរភ្នំមួយដែលមានភ្នំទូធំសពទាំងអស់ហ្នឹងដល់ទៅ14ភ្នំហើយភ្នំទាំងអស់ហ្នឹងគឺគេហៅថាគេដាក់ឈ្មោះឲ្យវាទៅតាមរូបសន្តានដែលវាកើតឡើងពីធម្មជាតិណាបងប្អូនហើយខ្ញុំនឹងរៀបរាប់ឈ្មោះវាខ្លះៗទៅកាន់បងប្អូនមានដូចជាភ្នំស្លឹកគ្រៃភ្នំតូចភ្នំធំភ្នំអ្នកតាទូលឈ្នៀងភ្នំលាអាងភ្នំយាយទូលកញ្ច្រែងភ្នំយាយមេសក៏ដូចជាភ្នំកំពូលឈើកាច់ជាដើមហើយនិយាយទៅភ្នំទាំងអស់ហ្នឹងគឺស្ថិតនៅគៀកៗគ្នាបងប្អូនបើសិនជាយើងជាអ្នកដើរភ្នំណាគឺយើងអាចដើរពីភ្នំមួយទៅភ្នំមួយបានយ៉ាងងាយមួយវិញទៀតភ្នំខ្លះៗគឺមានរឿងព្រេងជាប់ពាក់ព័ន្ធក៏ប៉ុន្តែរឿងទាំងអស់ហ្នឹងនិយាយទៅវាអត់មានឯកសារណាមកបញ្ជាក់បងប្អូនគ្រាន់តែជារឿងព្រេងដែលអ្នកភូមិគេដំណើរតគ្នាអញ្ចឹងណាខ្ញុំនឹងប្រាប់បងប្អូនអំពីរឿងខ្លះៗដែលខ្ញុំដឹងដូចជាពាក់ព័ន្ធជាមួយនឹងភ្នំសំពៅអញ្ចឹងបងប្អូនគេដំណើរថាមានសំពៅដែលជីពីណាពីណីមកព្រោះពីដើមឡើយនៅទឹកដីនេះគេចាត់ទុកថាជាតំបន់ដែលមានទឹកមានសមុទ្រគេជីទូកជីអីបានអញ្ចឹងបងប្អូនដល់ពេលគេជីសំពៅមកដល់លេចសំពៅនៅទៅនឹងទៅក៏គេដាក់ឈ្មោះនឹងថាជាភ្នំសំពៅក៏ប៉ុន្តែយើងមិនអាចសន្និដ្ឋាន 100% ហ្មងទេថាកន្លែងភ្នំហ្នឹងគឺពីមុនមកមានការលេចសំពៅមែនបងប្អូនស្ដាប់ហើយអាចយកទៅពិចារណាឡើងវិញនឹងខ្លួនឯងបានចំពោះភ្នំមួយទៀតហ្នឹងគឺគេឲ្យឈ្មោះថាភ្នំអ្នកតាទូលឈ្នៀងបងប្អូនដោយសារតែភ្នំហ្នឹងគឺគេមើលទៅពោះភ្នំគឺមានដុំថ្មពីរដុំដែលដុំថ្មខាងលើហ្នឹងគឺធំខ្លាំងមែនតើហើយដុំថ្មខាងក្រោមហ្នឹងគឺវាទូចវាអត់សមថាខាងក្រោមអាចទូថ្មខាងលើបានណាអញ្ចឹងគេក៏មានរឿងដំណើរខ្លះៗដែរគេថាចាស់ៗគេនិយាយតគ្នាណាថាកាលពីដើមឡើយហ្នឹងមានបរិសម្នាក់ដែលដោយសារតែម្ដាយរបស់គាត់ហ្នឹងបានយកបាយឲ្យគាត់ហូបទៅតិចពេកគាត់ហូបអត់ឆ្អែតអញ្ចឹងគាត់ក៏ខឹងម្ដាយគាត់ហើយក៏បានជ្រុលដៃសម្លាប់ម្ដាយគាត់បាត់ដល់តែពេលគាត់ហូបបាយឆ្អែតហើយសម្លឹងទៅមើលចានបាយរបស់គាត់ហ្នឹងគឺនៅសល់បាយច្រើនអញ្ចឹងក៏នឹកសំណោះទៅកាន់ម្ដាយហើយពេលហ្នឹងគាត់ក៏បានយកឈ្នាងមួយទូលគេថាដាក់អង្គទូលដើរជុំវិញភូមិទៅរកអ្នកភូមិអីដើម្បីសុំគេដូរម្ដាយប៉ុន្តែអត់មានពីណាគេមកព្រមដូរម្ដាយជាមួយគាត់ទេគាត់ដើរចូលដើរឡើងមកក៏ដើរមកដល់កន្លែងទីតាំងភ្នំអ្នកតាទូលឈ្នាងនឹងហើយក៏បានដេកស្លាប់នៅទីតាំងនឹងទៅហើយក៏កាត់ទៅជាថ្មពាក់ព័ន្ធមួយភ្នំមួយទៀតហ្នឹងគឺភ្នំលាអាងបងប្អូនដែលគេជឿជាក់ថានៅចកេះភ្នំហ្នឹងគឺមានលាអាងភ្នំមួយដែលវាវែងហើយវាជ្រៅចូលទៅខាងក្នុងដែលនៅខាងក្នុងហ្នឹងគឺមានសត្វកាចសាហាវគ្រប់ប្រភេទហើយអត់សូវមានពីណាគេដែលហ៊ានចូលទៅទេគេនិយាយថាមានតែអ្នកសច្ចាំងក៏ដូចជាតាបោះមួយចំនួនដែរដែលពួកគាត់គេថាទៅតាំងសមាធិទៅអីទៅគាត់បានចូលទៅក្នុងរូងភ្នំនឹងហើយនៅពេលដែលគាត់ធ្វើដំណើរហ្នឹងគឺចេញមកវិញនៅខាងភ្នំជើងដែតខេត្តស្វាយរៀងដែលបច្ចុប្បន្នហ្នឹងគឺជាទឹកដីវៀតណាមខែពីហ្នឹងរហូតដល់សប្តាហ៍ថ្ងៃគឺអត់ទាន់មានពីណាគេហ៊ានចុះទៅរកលាអាងមួយហ្នឹងទេដោយសារតែគេគិតថាគ្រោះថ្នាក់ហើយនិយាយទៅភ្នំទាំងអស់ហ្នឹងគឺសង្កត់ថាមានរឿងព្រេងរៀងៗខ្លួនក៏ប៉ុន្តែដោយសារតែភ្នំខ្លះហ្នឹងគឺរឿងព្រេងគេខាននិទានតគ្នាយូរបងប្អូនអញ្ចឹងទៅក៏បាត់បង់
ង់ក្នុងចំណោមភ្នំទាំងអស់ហ្នឹងភ្នំដែលគេគិតថាស័ក្តិសិទ្ធិជាងគេបំផុតហ្នឹងគឺភ្នំយាយមេសរដែលនៅទីតាំងហ្នឹងគឺគេក៏មានរឿងព្រេងដែរបងប្អូនក៏ប៉ុន្តែដោយសារតែរឿងព្រេងហ្នឹងគឺវាបែបអច្ឆរិយៈខ្លាំងមែនតើណាបងប្អូនខ្ញុំនឹងនិទានប្រាប់បងប្អូនខ្លះៗហើយបងប្អូនបាច់ចាំបាច់គិតថារឿងហ្នឹងគឺជារឿងពិត 100% ទេដែលរឿងហ្នឹងគឺកើតឡើងនៅក្នុងសម័យនគរភ្នំកាលពេលដែលយើងកកើតទឹកដីខ្មែរដំបូងហ្នឹងគឺពេលហ្នឹងស្ដេចខ្មែរបានបញ្ជូនមេទ័ពរបស់ខ្មែរម្នាក់ដែលមានឈ្មោះថាករីផលឲ្យទៅសិក្សារៀនមន្តវិជ្ជានៅប្រទេសក្រិចហើយនៅពេលតែទៅដល់ប្រទេសក្រិចហ្នឹងក៏បានរៀនចេះចាំវាហារៀនបកកែអញ្ចឹងស្ដេចក្រិចគេពេញចិត្តគេចង់ឲ្យករីផលហ្នឹងនៅទឹកដីគេអត់ចង់ឲ្យមកខ្មែរវិញទេហើយពេលហ្នឹងស្ដេចក្រិចក៏បានរៀបអភិសេកករីផលហ្នឹងជាមួយនឹងកូនរបស់មេទ័ពមួយទៀតដែលមានឈ្មោះថាមេសហើយភ្ជាប់មកជាមួយនឹងកិច្ចសន្យាមួយដែលអត់ឲ្យករីផលហ្នឹងត្រឡប់ទៅស្រុកខ្មែរវិញទេក៏ដូចជាបើសិនជាថ្ងៃក្រោយហ៊ានតែក្បត់មេសហ្នឹងគឺដឹងតែត្រូវស្ដេចក្រិចហ្នឹងកាត់ក្បាលហើយអញ្ចឹងនៅពេលហ្នឹងករីផលហ្នឹងក៏បានរៀបការជាមួយនឹងនាងមេសហ្នឹងដោយរីករាយអញ្ចឹងទៅរហូតដល់3ឆ្នាំក្រោយមកនៅពេលដែលបានបុត្រមួយពេលហ្នឹងករីផលក៏បានទទួលរាជសារពីស្រុកខ្មែរមកថាមានប្រទេសជិតខាងនឹងឈ្លានពានអញ្ចឹងករីផលដោយសារតែខ្លាចថាខ្លួននឹងបំពេញកិច្ចសន្យារបស់បេដាដែលជាមេទ័ពប្រទេសក្រិចនឹងក៏សុកចិត្តរត់ចេញពីប្រទេសក្រិចរត់ចោលប្រពន្ធកូននឹងមកស្រុកខ្មែរវិញហើយដើម្បីច្បាំងជាមួយនឹងសត្រូវហើយនៅពេលដែលស្រុកមកដល់ស្រុកខ្មែរវិញនឹងក៏ត្រូវបានព្រះរាជាតែងតាំងជាមេទ័ពវិញអីអញ្ចឹងទៅរហូតដល់ដំណឹងនឹងបានដឹងឮទៅដល់ស្ដេចក្រិចពេលនឹងស្ដេចក្រិចខ្ញាល់ខ្លាំងមែនទែនក៏បានបញ្ជាឲ្យមន្ត្រីនឹងបញ្ជូនយកហឹបយន្តមួយមកកាន់ស្រុកខ្មែរហើយផ្ដាំពាក្យតថាហឹបយន្តនឹងមានតែអ្នកដែលមានបនគេថាអ្នកដែលប្រកែទេដែលអាចបើកបានហើយបើសិនជានៅស្រុកខ្មែរនឹងហៅអ្នកបើកអត់បានគឺស្ដេចក្រិចនឹងនាំទ័ពមកឈ្លានពានស្រុកខ្មែរនឹងហ្មងអញ្ចឹងនៅពេលហ្នឹងករីផលបានដឹងក្នុងចិត្តថាហឹបយន្តហ្នឹងគឺបជាមកដើម្បីឲ្យករីផលនឹងអ្នកបើកបើសិនជាករីផលនឹងអត់បើកទេប្រកាសជាស្រុកកាត់កលយុគករីផលបានបើកហឹបយន្តនឹងមកក៏លោតដាវចេញមកកាត់កករីផលនឹងដាច់ទៅហើយករីផលនឹងក៏បានស្លាប់បាត់សរុបខ្លីៗមកចុងក្រោយដោយសារតែប្រពន្ធជាមួយនឹងកូននឹងគឺអត់ចង់ឲ្យប្តីស្លាប់ទេមកខាត់ប្តីដែរប៉ុន្តែគាត់អត់តន់អញ្ចឹងក៏បានទៅកាត់ក្បាលដំរីដើម្បីយកមកតក្បាលឲ្យប្តីវិញនៅពេលដែលតក្បាលប្តីវិញហ្នឹងករីផលក៏បានរស់ឡើងវិញក៏ប៉ុន្តែនិយាយអត់កើតទេដោយសារតែមានក្បាលជាដំរីខ្លួនជាមនុស្សពេលហ្នឹងគ្រួសារករីផលទាំងប្រពន្ធទាំងកូនហ្នឹងក៏បានរស់នៅជាមួយគ្នារហូតដល់ចែកឋានទៅនៅពេលដែលចែកឋានទៅហ្នឹងព្រះរាជាក៏បានគេហៅថាកសាងរូបចម្លាក់ទាំង3នាក់ហ្នឹងនៅលើកំពូលភ្នំយាយមេសហ្នឹងហើយនៅទីតាំងហ្នឹងដែរអ្នកភូមិក៏ចាប់ផ្ដើមគោរពប្រតិបត្តិក៏ដូចជាមានជំនឿទៅលើខ្លាំងមែនតើពាក់ព័ន្ធជាមួយនឹងការបន់ស្រន់ផ្សេងៗណាបងប្អូនដែលកាលពីសម័យមុនហ្នឹងគឺមានការបូជាមនុស្សនៅត្រង់ទីតាំងហ្នឹងទៀតគេថាកាត់កមនុស្សដើម្បីបូជាថ្វាយអ្នកតាតែម្ដងហើយបើសួរថាគេចាប់ផ្ដើមបូជាមនុស្សហ្នឹងតាំងពីពេលណាគឺអត់មានពីណាគេដឹងដូចគ្នាគ្រាន់តែថាគេចាប់ផ្ដើមដឹងក្តីមកគឺគេដឹងថានៅស្រុកហ្នឹងគឺមានធ្លាប់មានការបូជាមនុស្សដើម្បីថ្វាយអ្នកតាតែម្ដងហើយចំពោះការបូជាមនុស្សហ្នឹងគឺយូរលង់ណាស់មកហើយពេលដែលគេធ្វើហ្នឹងក៏គេធ្វើទៅលើតែមនុស្សណាដែលមានទោសធ្ងន់ណាគេហៅថាទោសដែលមិនអាចលើកលែងបានណាក៏ប៉ុន្តែមុនពេលដែលគេយកមនុស្សហ្នឹងទៅបូជាឲ្យអ្នកតាហ្នឹងគឺគេបានឲ្យមនុស្សហ្នឹងសប្បាយមកអស់ដៃហ្មងចង់ទៅហូបអីក៏ហូបនឹងទៅចង់ទៅធ្វើអីក៏ធ្វើនឹងទៅរហូតដល់ថ្ងៃដែលគេត្រូវយកទៅថ្វាយអ្នកតានៅពេលហ្នឹងគឺគេធ្វើការបណ្ដើរមនុស្សហ្នឹងដោយពាក់ឈ្នាងដៃទៅកាន់ទីតាំងអ្នកតាមេសនឹងហើយនៅពេលដែលគេកាត់ក្បាលគឺគេមើលទៅលើឈាមបើសិនជាឈាមហ្នឹងបាញ់ឆ្វាចទៅខាងលើស្មើគ្នាគឺគេសន្មតថាឆ្នាំហ្នឹងនឹងមានភ្លៀងធ្លាក់នៅគ្រប់ស្រុកទាំងអស់តែបើសិនជាមានឈាមហ្នឹងបាញ់ឆ្វាចទៅទិសខាងណាគឺទឹកភ្លៀងនឹងធ្លាក់នៅស្រុកខាងហ្នឹងហើយគេធ្វើបែបហ្នឹងជារៀងរាល់ឆ្នាំមួយឆ្នាំម្ដងកំឡុងពេលដែលគេធ្វើហ្នឹងគឺអាចពីខ្ទង់3ថ្ងៃទៅ5ថ្ងៃជួនកាលឆ្នាំខ្លះអាចចូលមួយអាទិត្យក៏មានដែរហើយគេធ្វើតែនៅក្នុងខែចេះទេខែខ្មែរគឺរាប់ខែចេះចឹងបើសិនជាគិតខែប្រាំងគឺអាចខ្ទង់ពាក់កណ្ដាលខែ5ទៅពាក់កណ្ដាលខែ6ទំនៀមទម្លាប់ហ្នឹងបន្តមករហូតដល់សម័យក្រោយៗហ្នឹងក៏មានការផ្លាស់ប្ដូរខ្លះដូចជាក្រោយមកគេលែងបូជាមនុស្សហើយគេបដូរទៅជាបូជាសត្វក្របីគេកាត់កក្របីអញ្ចឹងម្ដងហើយសម្រាប់ការមើលទឹកភ្លៀងមើលអីក៏គេមើលដូចពេលដែលបូជាមនុស្សដែរហើយក្រោយមកទៀតគេក៏មានការបូជាជាជ្រូកម្ដងរហូតដល់សម័យក្រោយទៀតហ្នឹងក៏គេលែងបូជាសត្វហើយ
គឺគេធ្វើការថ្វាយសត្វទាំងរស់ហើយបើដល់បច្ចុប្បន្នហ្នឹងគឺគេថ្វាយតែជ្រូកខ្វៃក៏ដូចជាសត្វឆ្អិនស្រាប់អីចឹងទៅដែលក្រោយមកទៀតហ្នឹងគៀកសម័យបច្ចុប្បន្នក៏គេហៅថាមានការបញ្ជាន់រូបឲ្យអ្នកតាចូលសន្ធិដ្ឋណាដូចថាគេចង់ដឹងពីសុខទុក្ខភូមិណាប្រជាជនមិនអីចឹងគឺគេមានរូបស្នឹងដើម្បីចូលបញ្ជាន់ទៀតគឺជាមនុស្សគេរូបស្នឹងហ្នឹងណាបងប្អូនតាមខ្ញុំស្រាវជ្រាវទៅគឺមានរូបស្នឹងមួយដែលជាប្រពន្ធរបស់លោកតាដោកឋានគឺគាត់អ្នកនៅព្រៃវែងនឹងដែលរូបស្នឹងហ្នឹងគឺគេឲ្យហូបអីផ្សេងក្រៅពីបាយសឯងរាល់ថ្ងៃហ្នឹងគឺហូបតែបាយសសុទ្ធតែម្ដងរហូតដល់រីងរៃស្លាប់ខ្លួនចឹងទៅហើយរូបស្នឹងហ្នឹងគឺគេហៅថាជារូបដែលអ្នកតាមេសចូលនៅពេលដែលគេចង់ដឹងអំពីរឿងរ៉ាវណាមួយរឿងហេតុកើតនៅភូមិណាអញ្ចឹងគឺគេហៅអ្នកតាឲ្យចូលហើយរឿងទាំងអស់ហ្នឹងគឺជាជំនឿរបស់ខ្មែរយើងតាំងពីសម័យដើមមកហើយដែលយើងមានការគោរពទៅលើបលឹងដូនតាអរិយអ្នកតាដុំថ្មអីហ្នឹងណាបងប្អូនមុនពេលដែលយើងចេះគោរពពុទ្ធសាសនាក៏ដូចជាព្រហ្មញ្ញសាសនាឥឡូវយើងបានធ្វើដំណើរមកដល់កំពូលភ្នំឈើកាច់ហើយដោយស្លៀកសពតជាមួយនឹងស្បែកជើងកែងឥឡូវអស់បែកជើងដើរតែជើងទេបងប្អូនឃើញថាមេឃទោះជារៀងក្តៅតែខ្យល់វាត្រជាក់ស្រួលដែរឡើងលេងចូល3ម៉ោងដែរលេងសើចមើលឃើញស្ពានអ្នកលឿងទេបងប្អូនមើលឃើញអត់ខ្ញុំមើលពីលើនេះទៅឃើញស្ពានអ្នកលឿងហើយនោះភ្នំចិត្តគ្នាទុយបងប្អូនចុះខ្ញុំដើរពីភ្នំមួយទៅភ្នំមួយថាចុះនៅភ្នំមួយទៀតតែមើលដឹងថាមានផាសអេបមានអីជីទៅអត់ទេខ្ញុំធ្វើដំណើរទៅក្នុងលាងភ្នំសិនព្រោះឥឡូវនេះយើងត្រូវឆ្លងថ្មបងអូនឆ្លងថ្មពីនេះមកនេះហើយបានយើងចូលលាងបានយើងមិនដើរមកភ្លាមចូលលាងផ្លឹបទេជាមួយតែមើលក្នុងលាងថាមានអីគេខ្លះបងប្អូនគ្នាឥឡូវគឺខ្ញុំបានមកដល់ហើយកន្លែងនេះគឺគេហៅថាជាភ្នំលាងហ្នឹងឯងនៅលើភ្នំឈើកាច់ហើយឡានទូចប៉ុណ្ណឹងឯងបងប្អូនហើយមានដូចជាខាកន្លែងសក្ការៈបូជាទួចដែរពួកគាត់ឡើងមកសុំសេចក្តីសុខឬក៏សុំបំណងប្រាថ្នាអីនៅទៅហ្នឹងណាហើយជាគេថាសបោមូលតបពីខ្ញុំបានឡើងតាមអាខាងមិញឆ្លងថ្មឆ្លងអីអញ៉ៃមកគឺខ្ញុំសង្កេតឃើញថាតាមពិតមានផ្លូវដែលយើងអាចស្រួលដើរនេះផ្លូវនេះខ្ញុំដើរកាត់តាមពិតយើងឡើងមកកន្លែងហ្នឹងយើងដើរតាមនឹងមកដល់គឺដល់កន្លែងនេះមកប៉ុន្តែដោយសារតែខ្ញុំដើរតាមបងមួយក្រុមទៀតពួកគាត់មកលើកទី1ដូចគ្នាដែរដល់ពេលពួកគាត់មកលើកទី1ដូចគ្នាដែរពួកគាត់ទៅអាផ្លូវពិបាកដើរនោះដល់ពេលខ្ញុំដើរតាមគាត់ដើរផ្លូវពិបាកដើរតាមគាត់ដែរធូរស្បែកជើងអស់មួយចាហៀងទៀតធូរចូលក្រោមភ្លុកបាត់ឯងធម្មតានៅក្រោមរូងភ្នំនៅក្រោមអីចឹងវាត្រជាក់ល្ហឹមមើលពីក្រៅមកឃើញប៉ុណ្្នឹងឯងបងប្អូនភ្នំលាងគេមកឲ្យបានស្គាល់ហើយនេះយើងចេញទៅតាមផ្លូវនេះវិញព្រោះចេញទៅផ្លូវក្រោយអត់ការទេមិនមុំតែបានដើរចូលបានមេឃដូចនៅក្នុងរឿងបងប្អូនដូចក្នុងហ្គេមអញ្ចឹងវីដេអូដែលខ្ញុំមករុកភ្នំឈើកាច់នេះគឺមានតែប៉ុណ្្នឹងទេហើយខ្ញុំសង្ឃឹមថាបងប្អូននឹងជួយចិត្តវីដេអូមួយហ្នឹងមេបាវកូនបើខ្ញុំសង្ឃឹមថាបងប្អូននឹងចូលចិត្តវីដេអូមួយហ្នឹងក៏ដូចជាធ្វើបានតែដឹងខ្លះពីវីដេអូមួយហ្នឹងហើយអញ្ចឹងខ្ញុំអត់មាននិយាយទៅទេចាំជួបគ្នាជាមួយខ្ញុំនៅក្នុងវីដេអូក្រោយបាយបាយ